ជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាគឺរបៀបឲ្យ ChatGPT បង្កើតបទចម្រៀងឲ្យយើងអញ្ចឹង ChatGPT គឺអាចបង្កើតបរោលបទចម្រៀងទាំងអស់ឲ្យយើងអត្ថន័យទាំងអស់ហ្នឹងគឺបង្កើតឲ្យយើងហើយអញ្ចឹងយើងអាចយកអត្ថន័យបទចម្រៀងឬក៏បរោលបទចម្រៀងទាំងអស់ហ្នឹងទៅចូលក្នុងកម្មវិធីមួយទៀតដើម្បីបង្កើតបទចម្រៀងបាទអញ្ចឹងដើម្បីកុំឲ្យចាំយូរឥឡូវយើងចូលទៅក្នុង ChatGPT តែម្ដងបាទចូលទៅក្នុងកម្មវិធី ChatGPT តែម្ដងបាទដល់កន្លែងនេះគឺបងប្អូនត្រូវស្នើឲ្យ ChatGPT បង្កើតបរោលបទចម្រៀងឲ្យយើងឬក៏ lyric បទចម្រៀងហើយយើងដាក់មកបង្កើតបទចម្រៀងមនោសញ្ចេតនាបងប្អូនចង់ដាក់កន្ទ្រឹមចង់ដាក់រំពងនេះដាក់តាមចិត្តបងប្អូនទៅហើយខ្ញុំដាក់មនោសញ្ចេតនាខ្ញុំដាក់មនោសញ្ចេតនាអញ្ចឹងទៅបងប្អូនចង់ដាក់កន្ទ្រឹមបង្កើតបទចម្រៀងកន្ទ្រឹមខ្មែររំពងខ្មែររំក្បាច់សារ៉ាវ៉ាន់ខ្មែរអញ្ចឹងមកបាទហើយ title ហ្នឹងគឺចំណងជើងបងប្អូនដោយសារតែបងប្អូនដាក់ខ្មែរក៏បានតែដោយសារតែខ្ញុំធ្លាប់សរសេរអង់គ្លេសខ្ញុំសរសេរទៅ title ដូចហៅបទមួយនឹកគ្រប់វេលាហ្នឹងខ្ញុំតន់តែឧទាហរណ៍ទេបងប្អូនដាក់បទអីក៏បានណាបាទបង្កើតបទចម្រៀងមនោសញ្ចេតនាខ្មែរ title ឬក៏ចំណងជើងថានឹកគ្រប់វេលាហើយយើងចុចព្រួយនេះទៅម្ដងអញ្ចឹងបងប្អូនចាំតិចទៅ ChatGPT គេនឹងបង្កើតនៅបទចម្រៀងថ្មីមួយឲ្យបងប្អូនបាទឥឡូវនេះគេបង្កើតហើយបងប្អូនណាមាន verse 1មាន pre charus មាន charus មាន verse 2 verse អីចឹងណាហ្នឹងគឺតាមតង់បទចម្រៀងដែលគេច្រៀងបាទអញ្ចឹងបទចម្រៀងនេះគឺយើងបានឲ្យ ChatGPT រៀបចំឲ្យហើយប៉ុន្តែបងប្អូនត្រូវដឹងថា ChatGPT គាត់បង្កើតបទចម្រៀងប៉ុន្តែបទចម្រៀងគាត់អត់ជួនគ្នាទេបងប្អូនអាចមើលថ្ងៃរះថ្ងៃលិចក៏នៅនឹកអូនចិត្តបងអង្រួនពេលគ្មានរូបស្រីខ្យល់បក់ត្រជាក់ហាក់ដូចជាស្ងៀមស្ងាត់ស្ងៀមព្រោះគ្មានសំនៀងអូនហៅបងដូចមុនរាល់ផ្លូវដែលយើងដើរជាមួយគ្នានៅមានអនុស្សាវរីយ៍មិនអាចបំភ្លេចបេះដូងមួយនេះនៅតែចាំទោះពេលវេលាកន្លងយូរប៉ុណ្ណាអូខេបងប្អូនបទចម្រៀងដែល ChatGPT គឺបង្កើតឲ្យយើងនេះគឺមិនជួនគ្នាទេ ChatGPT គាត់តន់តែបង្កើតជារឿងមួយមកដើម្បីឲ្យបងប្អូនហ្នឹងស្ដាប់ហើយគាត់បង្កើតជាចម្រៀងមួយបាទអញ្ចឹងបងប្អូនត្រូវ copy បទហ្នឹងទៅដាក់កន្លែងណាមួយមកហើយបងប្អូនសម្រួលវាកែសម្រួលចុងជួនវាហ្នឹងកែសម្រួលចុងជួនវាឲ្យស្អាតទៅចាំបងប្អូនយកទៅបង្កើតជា MP3 អញ្ចឹងណាជាចម្រៀងអញ្ចឹងឥឡូវនេះខ្ញុំមិនបានបង្ហាញបងប្អូនអំពីរបៀបកែចុងជួននេះទេបងប្អូនអាច copy វាហ្នឹងយកទៅដាក់ចូលទៅក្នុង note ណាមួយទៅហើយបងប្អូនកែសម្រួលទៅបាទឥឡូវខ្ញុំ copy វាខ្ញុំ copy បទនេះទំនុកនេះគឺយកទៅបង្កើតចម្រៀងជូនបងប្អូនតែម្ដងដើម្បីកុំឲ្យវីដេអូវែងបាទឥឡូវនេះខ្ញុំ copy រួចហើយបន្ទាប់មកខ្ញុំចុច copy បាទអញ្ចឹងខ្ញុំបិទអាហ្នឹងបន្ទាប់មកខ្ញុំចូលទៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Producer AI នេះបងប្អូន Producer AI បងប្អូនសរសេរ Producer AI ចឹងមកហើយវានឹងចេញ logo រូបចម្រៀងនេះវាដាក់ថា Flow Music App នេះបងប្អូនចុចទៅលើ Flow Music នេះបាទអញ្ចឹងបងប្អូននៅកន្លែងហ្នឹងគឺវាឲ្យយើង login email login អីធម្មតាអញ្ចឹងណា login បាទតើមកវាមានកន្លែងវាមួយនេះដើម្បីឲ្យយើង add បរោលចម្រៀងដែលយើងតែងមកអញ្ចឹងដែល ChatGPT បានតែងឲ្យយើង copy មកអញ្ចឹងហើយយើងចុចកន្លែងហ្នឹងឲ្យជាប់មកហើយយើងផាសនេះគឺជា lyric បទចម្រៀងដែលយើងបានឲ្យ ChatGPT តែងឲ្យយើងបំបាញ់មិញបាទបន្ទាប់មកយើងចុចសញ្ញាព្រួយខៀវនេះបាទ
បងប្អូនចាំទៅមកក្នុងកម្មវិធីហ្នឹងគឺបងប្អូនត្រូវ log in បង្កើត account ដោយ chat GPT អញ្ចឹងបងប្អូនទៅបង្កើត account បានគេឲ្យយើងចូលទៅបង្កើតបានបាទដល់នេះគឺជា lyric បទចម្រៀងដែលយើងបានដាក់មិញយើងទិញក្រោមមកគឺវាកំពុងតែបង្កើតបទចម្រៀងឲ្យយើងហើយនេះបងឃើញក្រោមនេះគឺបង្កើតម្ដង2បទឥឡូវបងប្អូនចាំស្ដាប់ទៅតិចទៀតវាបើកឲ្យយើងស្ដាប់ថ្ងៃលិចក៏នៅនឹកអូនចិត្តបងអង្រួនពេលគ្មានរូបស្រីខ្យល់បងត្រជាក់ក៏ហាក់ដូចស្ងប់ស្ងៀមព្រោះគ្មានសំនៀងអូនហៅបងដូចមុនរាល់ផ្លូវដែលធ្លាប់ដើរជាមួយគ្នានៅមានអនុស្សាវរីយ៍មិនអាចបំភ្លេចបែងដងមួយនេះនៅតែចាំទោះពេលវេលាកន្លងយូរប៉ុណ្ណានឹកអូនគ្រប់វេលានឹកស្នាមញញឹមនឹងវាឆាប់អែបាទបងប្អូនអរគ្នានេះគឺជាបទទី1ឥឡូវនេះយើងស្ដាប់បទទី2ទៀតតើវាមិនទៅថ្ងៃរះថ្ងៃលិចក៏នៅនឹកអូនចិត្តបងអង្រួនពេលគ្មានរូបស្រីខ្យល់បងត្រជាក់ក៏ហាក់ដូចស្ងប់ស្ងៀមព្រោះគ្មានសំនៀងអូនហៅបងដូចមុនរាល់ផ្លូវដែលធ្លាប់ដើរជាមួយគ្នាបាទបងប្អូនអរគ្នាគឺនេះគឺជាចម្រៀងដែលបងប្អូនបានឲ្យ chat GPT និពន្ធបញ្ចូលឲ្យឬក៏ relic ថាត្រូវបងប្អូនឲ្យ chat GPT និពន្ធ relic ឲ្យមិញហ្នឹងឥឡូវហ្នឹងគឺបានហើយយើងអាចយកទៅបង្កើតនៅក្នុងwebsite production usage ឬក៏ flow usage បានបាទអញ្ចឹងបងប្អូនចង់បានបទចម្រៀងហ្នឹងគឺបងប្អូនអាច download បានគឺចុច tray 3ខាងមុខនេះតើបងប្អូនយក download នេះតើមកវា download ឲ្យយើងមាន4មាន MP4 M4A MP3 និង WAV យើងបងប្អូនអាច download ជា MP3 ក៏បានបងប្អូនអាច download ជា WAV ក៏បានដែរហ្នឹងហើយបើសិនបងប្អូន download ជា WAV បងប្អូនអាចយកទៅ edit បទអីធ្វើផ្សេងៗបានបាទ download ជា MP3 គឺបទហ្នឹងវា MP3 រហូតហើយមិនអាចដូរបានទៀតទេឥឡូវខ្ញុំ download ជា MP3 តែម្ដងបាទអញ្ចឹងវារបៀបបង្កើតបទចម្រៀងគឺបងប្អូនអាចឲ្យ chat GPT និពន្ធបទចម្រៀងឲ្យបងប្អូនហើយបន្ទាប់មកគឺបងប្អូនយកមកចូលទៅក្នុង website Flow Music ឬក៏ Producer AI នេះបងប្អូនអាចបង្កើតបទចម្រៀងបានហើយបាទអញ្ចឹងបងប្អូនទៅយកបទចម្រៀងហ្នឹងទៅយកទៅចូលកម្មវិធី CapCut ឬកម្មវិធីផ្សេងទៀតដើម្បីបង្កើតជាបទចម្រៀងដាក់ចូលទៅក្នុង YouTube ឬក៏បងប្អូនអាចយកទៅបង្ហោះឲ្យផ្សេងទៀតបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើនបាយបាយ